ដើម្បីងាយស្រួលការយកណាត់ភ្លេងមកឲ្យនេះមកបាននេះខ្ញុំនឹងទៅអរគុណលោកប្រហើដែលជូនមកខ្ញុំទៅសិនហើយអរមែនហើយដើម្បីសុំគុណលោកខ្ញុំសូមណែនាំលោករឿងមួយការធ្វើជាមនុស្សកុំឆ្លក់នឹងខ្លួនឯងទេលោកប្រធានអ្នកនាងណាន់ទៅតែត្រឡប់មកវិញប្រហែលជាមិនទាន់សមមិនបាច់គិតមិនបាច់ទៅបារម្ភនោះទេឯងបារម្ភទេអត់ទេមិនបានបារម្ភទេអញ្ចឹងតើបានជាចង់កន្តិចវិឆារបស់ខ្ញុំចូលខូចដែរតាណាន់សានីងនាងតាំងចិត្តមែនទេប៉ាឲ្យនឹងម៉ាក់គ្រាន់តែលងជឿនាងមួយរយៈនាងគិតថាអាចបោកបាត់រហូតទេមិនយូរមិនឆាប់ពួកគាត់នឹងដឹងការពិតដល់ពេលហ្នឹងការពិតទេការពិតគឺជាអ្វីនាងនឹងច្បាស់ណាស់ផានការគុំសម្រាប់ពេលនេះស្មើគ្នាហើយកុំគិតថាខ្ញុំមិនដឹងផានការនេះអសោះណាការដែលនាងបន្លំធ្វើជាចិត្តត្រជាក់នេះក៏ព្រោះតែគិតចង់ដណ្ដើមគ្រប់យ៉ាងជារបស់ខ្ញុំមិនអញ្ចឹងទេព្រោះតែនាងស្រឡាញ់បងជើងនាងប្រកាសជាច្រណែនខ្ញុំថ្ងៃមុនខ្ញុំទៅឃើញពាក្យប្រមាណនៅក្នុងអ៊ីនធឺណិតគេហៅយ៉ាងម៉េចទេកង់សកួរនាងនិយាយថាម៉េចបងជើងដែលនាងនឹកឃើញអត់គ្រប់ពេលនោះជាកង់សកួរក៏ខ្ញុំមិនយកដែរណាន់សានីងមនុស្សស្រីដូចនាងណាញ៉ាំទុកសិនចុះគ្មានសុជីវធម៌មែនជំរាបសួរលោកខារីហឺណត់ភ្លេងរួចរាល់ហើយយកមកផងណាថ្ងៃនេះខ្ញុំមានរៀនបន្តខ្ញុំគ្មានពេលទេខ្ញុំអត់ទំនេរទេអញ្ចឹងលោកឲ្យជំនួយការរបស់លោកមកយកបានទេគេក៏មិនទំនេរដែរបុរសពូកែគុំគុណម្នាក់នេះចង់សងសឹកដែលខ្ញុំអត់គេឆ្លក់នឹងខ្លួនឯងមិនខានទេក៏បានខ្ញុំនឹងយកទៅឲ្យនៅផ្លូវជាតិធេងនៅនេះណានមែនទេសួស្ដីចុះលោកជេនៅជាន់ទី2សូមជួយចាអូយគួរខ្មាស់គេខ្លាំងណាស់លោកក្រៃលោកប្រាប់ថាមិនទំនេរទេជាការពិតទើបតែត្រឡប់មកហើយក៏មកផ្លាស់ខោអាវមិនចេះខ្មាស់អ៊ីនខ្ញុំចង់ដាក់ភ្លេងមកឲ្យវិញហើយប្រសិនមិនគួរនឹងចិត្តគ្នាទេលោកហើយចង់ធ្វើអីហ្នឹងហេតុអីក៏មានកម្រិតចាស់កម្រិលជាងចាស់បុរាណទៅទៀតនេះហ៎សុកក៏មករកខ្ញុំតែមិនបានជាអ្វីទេណាមិនបាច់ទេខ្ញុំទៅវិញខ្លួនឯងបានចាំណាស្រីបុរាណចាំខ្ញុំផ្លាស់ខោអាវសិនលោកស្រីភ្ញាក់ហើយមែនទេអ្នកនាងណាន់និងលោកប្រុសទី2ទើបតែចេញទៅមកនេះសានីងមកទីនេះហីបាទមែនហើយលោកស្រីអ្នកនាងបានយកណត់ភ្លេងយកមកឲ្យមើលទៅអ្នកប្រុសទី3មួយរយៈនេះដូចជាចេះគិតច្រើនហើយថ្ងៃនេះអ្នកនាងណាន់មកអ្នកប្រុសទី3ក៏ស្នើខ្លួនជូនទៅខ្លួនឯងតែម្ដងមនុស្សក្បាលរឹងនេះ28ឆ្នាំនៅសុកសុកក៏ចេះស្ដាប់អង្គនេះព្រោះតែគេមានចិត្តឲ្យតែស្រីក្មេងម្នាក់នឹងហើយអ្នកនាងថ្ងៃត្រង់នេះទំនេរទេលោកប្រហើមានអីមែនទេមានកម្មវិធីដេញថ្លៃមួយខ្ញុំត្រូវការអ្នកចេះមើលវត្ថុបុរាណហើយក្រោយពីចប់ការងារក៏មានថ្លៃឈ្នួលផងដែរថ្លៃឈ្នួលអ្នកណាមិនយកទុកថ្លៃងងហើយអោះបាត់ចៃដល់មែនថ្ងៃត្រង់នេះខ្ញុំទំនេរល្មមបានចាំដល់ពេលហ្នឹងចាំខ្ញុំមកទទួលណាអរគុណច្រើនណាស់បើមានលុយអាចធ្វើឲ្យបានគ្រប់យ៉ាងការងារនេះមានផលដល់ផែនការរបស់ខ្ញុំតបយល់ព្រមដល់មានស្ទាក់ស្ទើរព្រោះតែថ្លៃឈ្នួលមែនទេមែនទេព្រោះតែរាងកាយរបស់ខ្ញុំទៅវិញទេសូមចេញអ្នកស្រីខាងនេះបាទលោកប្រហើអ្នកនាងណាននេះគឺអ្នកនាងណានដែលមានជំនាញមើលវត្ថុបុរាណនឹងមែនទេលីងជួយជិនម្ចាស់ធនាគារលីងស៊ីសួស្ដីអ្នកនាងលីងពួកយើងចូលទៅក្នុងកម្មវិធីតែម្ដងទៅតោះមិនដឹងថា CE ទៅយកស្រីជនបទនេះមកពីណាទេនាងមិនមែនជាស្រីស្រុកស្រែទេគឺប្រកែកខ្លាំងណាស់លោកប្រហើម្ដងនេះលោកឲ្យខ្ញុំមើលវត្ថុបុរាណមួយណាទេនេះគឺរូបភាពបាសីពណ៌វិចិត្រកចំនួនរាជវង្សជូយ៉ាងម៉េចដែរនេះមិនមែនជាសមិទ្ធផលទំព័រដើមទេអញ្ចឹងបាទអញ្ចឹងអ្នកនាងគួរតែសម្រេចវាទៅអញ្ចឹងរំខានដល់នាងហើយជួយមើលអញតិចផងណាចាបានគ្រាន់តែមួយផ្លែក៏ដឹងអ្នកនាងណានពិតជាចៃដន្យមែនសួស្ដីអ្នកនាងលីងនាងនឹង CE ពិតជាបាក់ចំហមែនមកកន្លែងបែបនេះប្រហែលមិនធ្លាប់មកពីមុនមកហើយមើលទៅអូការបាត់មករករឿងខ្ញុំតាយល់ច្រឡំហើយតម្លៃដែលយើងមើលឃើញអាស្រ័យលើចរិតមិនមែនជាកន្លែងទេតែគួរឲ្យស្ដាយអ្នកខ្លះឃើញច្រើនដាក់ដល់ឆ្ងាយកម្រិតណាក៏មិនមែនសុទ្ធតែមាននិស័យហើយម្យ៉ាងវិញទៀតលោកប្រហើអញ្ចឹងខ្ញុំមកដើម្បីឲ្យជួយពិនិត្យមើលខ្ញុំគ្រាន់តែមកធ្វើការប៉ុណ្ណោះពិនិត្យអ្នកនាងណាប្រហែលទៅតែមកពីស្រុកខ្សែហើយមើលទៅកុំថាឡើយពិនិត្យមើលសុំឲ្យកន្លែងបែបនេះប្រហែលជានាងទៅមកជាលើកដំបងផងក៏មិនដឹងលើកដំបងហើយយ៉ាងម៉េចធ្វើជាសម្ដែង
វិធីការរបស់នាងអាចបោកមនុស្សប្រុសបានតែនៅមុខខ្ញុំនាងកុំសង្ឃឹមឲ្យសោះការដែលនាងលីងតាំងចិត្តមករកខ្ញុំត្រូវការអីមែនទេខ្ញុំសូមដាស់តឿនដល់បំណងល្អនាងមិនស័ក្តិសមនឹងតកូលហឺទេកុំគិតរឿងដែលមិនគួរគិតអូអញ្ចឹងមានន័យថាខ្ញុំមិនស័ក្តិសមទេត្រឹមត្រូវកុំគិតថាគ្រាន់តែស៊ឺអ៊ីប្រាក់ខ្សែភ្នែកមើលនាងអាចគិតប្រេះដាស់បាននៅពេលកាំងស្រីជនបទថោកទាបដូចជានាងមនុស្សលំដាប់ស្មើពួកយើងបានចឹងមិនទេទោះបីនាងចាប់អារម្មណ៍លើខ្លួនគេក៏បានត្រឹមតែរបស់ថ្មីបណ្ដោះអាសន្នតែប៉ុណ្ណោះអ្នកនាងក៏និយាយត្រូវលោកប្រុសហើយនិងអ្នកនាងលីងមានឋានៈស្មើគ្នាសម្រាប់ស្រីជនបទស្រុកស្រែនោះគ្រាន់តែជារបស់បណ្ដោះអាសន្នចុងក្រោយក៏ត្រូវរៀបការជាមួយអ្នកនាងលីងចឹងហើយណាក៏ដឹងពីឋានៈខ្លួនឯងបានអ្នកនាងលីងជឿជាក់ថាខ្លួនឯងនឹងបានខ្លាចជាភរិយាឯងហេតុអីត្រូវបន្ទាបខ្លួនមកប្រាវិធីដូចជាប្រពន្ធចុងដៃនោះមានន័យថាម៉េចអ្នកនាងលីងទោះជាយ៉ាងណាអ្នកនាងក៏មានត្រកូលហេតុអីបានជាមិនធ្វើខ្លួនឲ្យល្អដូចជាភរិយារបស់គេឯទៀតបានអ្នកនាងពូកែខ្លាំងណាស់ធ្វើឲ្យគេយល់ព្រមមានតែអ្នកនាងម្នាក់ឯងទៅតែបានអ្នកនាងបានតែប៉ុណ្្នឹងក៏គួរតែនៅស្ងៀមស្ងៀមនៅផ្ទះកុំចាញ់មកធ្វើខ្លួនឯងបាក់មុខបែបនេះនាងស្រីជនបទដឹងខ្លួនឯងថាកំពុងនិយាយអីទេភរិយាឯងត្រូវតែសភាពរៀបសារកក់ក្ដៅមានមេត្រីទើបធ្វើឲ្យគ្រួសារល្អល្អើនបើមិនអញ្ចឹងមានចិត្តតូចចង្អៀតដូចជានាងចាប់មនុស្សប្រុសមិនបានទេហើយដើរទៅរករឿងស្រីដទៃទៀតហេតុអីមិនຕົកមុខឲ្យខ្លួនឯងឲ្យវាមើលទៅមានកិត្តិយសបន្តិចនាងពាក្យដាស់តឿននេះជួយចាំទុកក្នុងចិត្តផងថ្ងៃក្រោយកុំធ្វើរឿងទម្លាក់កិត្តិយសខ្លួនឯងទៀតអីវាពិតជាគ្មានសុជីវធម៌ខ្លាំងណាស់ ពិតជាឈួតមែននេះមនុស្សវ័យណាស់ទៅហើយ បានអញ្ចឹងមិនបានជូនទៅអាយមកកុយទេប្រហែលជាគិតថាទំនៀមទម្លាប់តាំងរឹងហើយ នាងធ្លាប់ទៅជេរមកអង្គុយមែនទេ លោកប្រហើទីនេះគ្មានរបស់សម្រាប់លោកទេអញ្ចឹងខ្ញុំទៅសិនហើយ អញ្ជើញអ្នកនាង នេះទៅរកនោះមកពីណាឃើញច្បាស់ណាស់ថានេះមិនដឹងអីនិយាយទៅដាស់ អ្នកណាធានាប្រេបណា អាអ៊ីលោកអត់ថ្នាក់និយាយជំនួសគេហើយក ុំមកពាក់ព័ន្ធជាមួយបានទេតោះទៅត្រកូលណានបងរៀបពីសិលធម៌ណាទី ដើមឡើយតកូនណានក៏រក្សាស្រាប់ហើយសុភាពរៀបសារគឺជាអ្វីដែលមនុស្សស្រីគួរតែមានត្រូវស្ដាប់បង្គាប់ស្វាមីក៏ក្តៅមានចិត្តមេត្តាយ៉ាងណាខ្ញុំក៏មិនចង់ធ្វើជាភរិយាឯករបស់មនុស្សប្រសាវ៉ានេះដែរអ្នកណាចង់ធ្វើក៏ទទួលកម្មដោយខ្លួនឯងទៅ បានន័យថារៀនសូត្របានល្អណាស់ លោកប្រហើសរសើរពេកហើយលោកប្រហើជូនត្រឹមនឹងបានហើយ អ្នកនាងខ្លាចទៅហើយក៏អ្នកផ្ទះឃើញមែនទេ ខ្ញុំមិនចង់មានបញ្ហាមិនចង់ឲ្យរឿងញ៉ៃរញ៉ៃ យ៉ាងម៉េចមិនអាចយកខ្ញុំទៅមកអូនណាទេ លោកប្រហើគិតច្រើនពេកហើយ អរគុណដែលបានមកជាមួយយ៉ាងម៉េចចាប់ដៃខុសសិលធម៌មែនទេ ពីអតីតរហូតដល់បច្ចុប្បន្នខ្ញុំមិនដែលចាប់ដៃជាមួយបរិបទបែបនេះពីមុនមកទេ ថ្ងៃក្រោយជួបគ្នា អ្នកនាងលោកប្រុសម្នាក់ខាងនេះសុំជួបអូនាងទៅចុះលោកគឺ នេះគឺជានាឡិកាលោកហើផ្លេចយកទៅពួកយើងមិនហ៊ានតាក់ទងជាមួយនឹងត្រកូលហើទេសូមរំខានអ្នកនាងជួយយកទៅផង ហេតុអីពូកែភ្លេចដល់ថ្នាក់នេះចាប់បាន រំខានអ្នកនាងហើយ ហៅឡូ លោកភ្លេចនាឡិកានៅក្នុងកម្មវិធីដេញថ្លៃ